នេះគឺជាសកម្មភាពពលករបរទេសដែលកំពុងធ្វើការនៅក្នុងប្រទេសកូរ៉េសូមស្វាគមន៍បងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូរបស់ខ្ញុំកុំភ្លេចជួយចុច Subscribe Channel របស់ខ្ញុំម្នាក់មួយផងបាទដើម្បីទទួលបានវីដេអូដែលចែករំលែកអំពីសកម្មភាពការរស់នៅប្រចាំថ្ងៃរបស់ខ្ញុំនៅក្នុងប្រទេសកូរ៉េជាទូទៅពីថ្ងៃច័ន្ទដល់ថ្ងៃសុក្ររោងចក្រដែលខ្ញុំបានធ្វើការនេះគឺគេឲ្យបាយយើងទាំងបាយព្រឹកបាយថ្ងៃបាយល្ងាចចំណែកឯថ្ងៃសៅរ៍បើសិនជាយើងធ្វើការត្រឹមតែកន្លះថ្ងៃទេគឺយើងធ្វើបាយញ៉ាំខ្លួនឯងទាំងអាហារពេលព្រឹកពេលថ្ងៃត្រង់និងពេលល្ងាចហើយវីដេអូដែលខ្ញុំកំពុងតែថតឲ្យបងប្អូនទស្សនានេះគឺនៅព្រឹកថ្ងៃសៅរ៍គឺយើងធ្វើការត្រឹមតែកន្លះថ្ងៃទេបន្ទាប់ពីស្រស់ស្រូបអាហារបាយឆាមួយពេលដ៏ឈ្ងុយឆ្ងាញ់របស់ខ្ញុំហើយក៏ចាប់ផ្ដើមធ្វើដំណើរទៅកន្លែងធ្វើការងារហើយបងប្អូនចាំមើលទស្សនាកន្លែងការងាររបស់ខ្ញុំមានអ្វីខ្លះបងប្អូនកុំភ្លេចតាមដានទស្សនាអស់គ្នានេះគឺជាកន្លែងធ្វើការងាររបស់ពួកយើងដែលធ្វើការរៀងរាល់ថ្ងៃហើយការងាររបស់ពួកយើងហ្នឹងគឺជាការងារផលិតធុងក្រដាសដើម្បីយកទៅផ្គត់ផ្គង់ទៅរោងចក្រផ្សេងទៀតក៏ដំណើរភ្លាមបងហុចនំហុចកាហ្វេឲ្យតែខ្ញុំអត់ហ៊ានហូបទេខ្លាចរវល់បន្ទប់ទឹកឥឡូវដំណើរការគឺកំពុងតែរៀបចំក្រដាសដាក់ចូលនៅក្នុងម៉ាស៊ីនដើម្បីបង្វិលឲ្យកើតទៅជារង្វង់មូលឥឡូវសកម្មភាពក្រុមការងារកំពុងតែដាក់ក្រដាសចូលម៉ាស៊ីនហើយបាទមើលកាមេរ៉ានេះធ្វើមុខឲ្យនេះហ៎អូម៉ាយជឿនណាយើងឃើញថាពីមួយដំណាក់កាលទៅមួយដំណាក់កាលក្រុមការងារខ្មែររបស់យើងហាក់បីដូចជាជំនាញមែនតែនទៅគឺពួកគាត់មានជំនាញនេះដោយសារតែគាត់ធ្វើការងារនៅនេះបានច្រើនឆ្នាំដែរដល់ពេលអញ្ចឹងទៅរាល់គ្រឿងម៉ាស៊ីនរាល់អ្វីដែលដោះដូរឬក៏បច្ចេកទេសតិចតួចអីនៅក្នុងការផលិតអីហ្នឹងគឺពួកគាត់អាចដឹងច្រើនអញ្ចឹងធ្វើការងារអីគឺលឿនមែនតែនបាទហើយនៅមួយធីមដែលពួកខ្ញុំកំពុងតែធ្វើនេះគឺខ្មែរសុទ្ធហ្មងដោយសារតែថ្ងៃនេះថ្ងៃសៅរ៍អញ្ចឹងជនជាតិកូរ៉េគឺគេអត់មកធ្វើការទេទោះតាពលករបរទេសឥឡូវនេះដំណើរការនៃការផលិតគឺចាប់ផ្ដើមដំណើរការហើយសូមបងប្អូនរីករាយទស្សនាដូចតទៅចូលប៉ុស្តិ៍ទៅអ៊ំអូ
ចាប់ជាប់មុខនេះបានអ្នកមើលជាប់ខោស្អាតបានមើល เอาเลยจำเราไหนข้อตามเลย